TK Star International ឬហៅមួយទៀតថា TK Star Condominium គឺជាគម្រោងខុនដូចម្រុះដ៏លេចធ្លោមួយដែលស្ថិតនៅតំបន់ទួលគោកក្នុងសង្កាត់បឹងកក់ទី1រាជធានីភ្នំពេញគម្រោងមួយនេះបានអភិវឌ្ឍដោយក្រុមហ៊ុន Singhu Property Development Co Ltd ដែលមានបទពិសោធន៍ជិត30ឆ្នាំនៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិនអគារមួយនេះមានកម្ពស់34ជាន់និងមានយូនីតសរុបប្រមាណ910យូនីតរួមទាំងប្រភេទ Studio ប្រភេទ1បន្ទប់គេងនិងប្រភេទ2បន្ទប់គេងគម្រោងមួយនេះបានបញ្ចប់ការសាងសង់និងប្រគល់ជូនម្ចាស់កម្មសិទ្ធិនៅក្នុងឆ្នាំ2021ហើយបានផ្ដល់ជូនសិទ្ធិបែប Strata Title ដែលអនុញ្ញាតឲ្យភ្ញៀវបរទេសកាន់កាប់ខុនដូបានស្របច្បាប់ទីតាំងរបស់ TK Star International គឺជាចំណុចខ្លាំងដ៏សំខាន់មួយដែលស្ថិតនៅចំណុចប្រសព្វផ្លូវ315និងផ្លូវ516និងស្ថិតនៅទល់មុខ TK Avenue Mall ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការកម្សាន្តដ៏ពេញនិយមមួយនៅតំបន់ទួលគោកពីគម្រោងមួយនេះការស្នាក់នៅអាចធ្វើដំណើរបានយ៉ាងងាយស្រួលទៅកាន់សាលាអន្តរជាតិធនាគារមន្ទីរពេទ្យភោជនីយដ្ឋានហាងកាហ្វេនិងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗនៅក្នុងរាជធានីភ្នំពេញគម្រោងមួយនេះបានរចនាឡើងជាសហគមន៍បែបទំនើបមួយដែលរួមបញ្ចូលទាំងខុនដូកន្លែងពាណិជ្ជកម្មតំបន់ម្ហូបអាហារនិងសណ្ឋាគារជាន់ក្រោមត្រូវបានរចនាឡើងសម្រាប់ការលក់ទំនិញនិងភោជនីយដ្ឋានខណៈជាន់កណ្ដាលជាតំបន់លំនៅឋាននិងផ្នែកខាងលើជាសណ្ឋាគារដែលរួមមានដូចជាកន្លែងកម្សាន្តផ្សេងៗជាច្រើនគ្រឿងបរិក្ខារសំខាន់រួមមានអាងហែលទឹក Sky Bar ឡយនៅលើដំបូល Eco Sky Garden មជ្ឈមណ្ឌលហាត់ប្រាណលំដាប់ផ្កាយ5កន្លែងម៉ាស្សាសាលពហុបំណងសួនកុមារនិងប្រព័ន្ធចំណតរថយន្តឆ្លាតវៃ Automated Parking System ដែលមានចំណតជាង300កន្លែងស្ថិតនៅក្នុង TK Star International ត្រូវបានរចនាឡើងក្នុងស្ទាយបែបទំនើបនិងមានទំហំចាប់ពី36ម៉ែត្រការ៉េរហូតដល់62ម៉ែត្រការ៉េបន្ទប់ភាគច្រើនមានយ៉រមានផ្ទះបាយបន្ទប់ទឹកឯកជននិងគ្រឿងសង្ហារិមមូលដ្ឋានដែលសមស្របសម្រាប់ទាំងការស្នាក់នៅផ្ទាល់និងការជួលគម្រោងមួយនេះក៏មានសេវាកម្មសន្តិសុខ24ម៉ោងជាមួយនឹងកាមេរ៉ាសុវត្ថិភាព CCTV និងប្រព័ន្ធគ្រប់គ្រងអគារបែបទំនើបដើម្បីផ្ដល់សុវត្ថិភាពនិងភាពងាយស្រួលដល់អ្នករស់នៅសប្តាហ៍ថ្ងៃនេះ TK Star International ត្រូវបានចាត់ទុកជាគម្រោងខុនដូមួយក្នុងចំណោមគម្រោងខុនដូធំៗដែលមានប្រជាប្រិយភាពបំផុតនៅតំបន់ទួលគោកដោយសារតែទីតាំងយុទ្ធសាស្ត្រគ្រឿងបរិក្ខារគ្រប់គ្រាន់និងការរចនាដែលរួមបញ្ចូលការស្នាក់នៅនិងការកម្សាន្តតំបន់ពាណិជ្ជកម្មនៅក្នុងអគារតែមួយផងនោះអគារមួយនេះត្រូវបានគេមើលឃើញថាមានសក្តានុពលល្អសម្រាប់ការស្នាក់នៅនិងការវិនិយោគរយៈពេលវែងនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណសម្រាប់ការទស្សនា